สำหรับអ្នកបង្កើតមាតិកាបើសិនជាចង់ឲ្យមានអ្នក follow ក៏ដូចជាមាន view ច្រើននៅក្នុងវីដេអូរបស់អ្នកនាងខ្ញុំមាន tip មួយ tip នោះគឺងាយៗមែនតើតាក់ទងជាមួយ tip នោះគឺតាក់ទងជាមួយនឹងប្រធានបទអ្នកនាងធ្វើសំខាន់គឺតាក់ទងជាមួយប្រធានបទអ្នកនាងផ្ដល់ចេញទៅតើផ្ដល់សារៈប្រយោជន៍ឬក៏ផ្ដល់គុណសម្បត្តិឬគុណប្រយោជន៍អ្វីខ្លះទៅដល់អ្នកមើលបើសិនជាគេមើលហើយវីដេអូរបស់យើងគឺផ្ដល់អត្ថប្រយោជន៍ទៅគេច្រើនគេប្រកាសជាចូលមើលបន្តទៀតហើយមួយដែលសំខាន់ទៀតពេលអ្នកនាងធ្វើវីដេអូអ្នកនាងកុំគិតថាធ្វើមួយវីដេអូពីរវីដេអូហើយសង្ឃឹមថាមានអ្នក view ឬក៏មានអ្នក follower យើងច្រើនអត់ទេអ្នកនាងត្រូវបន្តធ្វើទៀតពីព្រោះដោយសារថាវីដេអូមួយពេលយើងធ្វើចេញទៅมันប្រកាសថាអ្នកខ្លះគេអាចនឹងធ្វើត្រឹម10វីដេអូគេផ្ទុះមានអ្នកមើលច្រើនមាន follower ច្រើនចឹងទៅអ្នកខ្លះគេអាចធ្វើដល់100វីដេអូ200វីដេអូអីក៏មានដែរទៅតាមប្រធានបទដែលយើងធ្វើអញ្ចឹងសម្រាប់ពីខ្ញុំទៅធៀបខ្លួនឯងដែលខ្ញុំធ្វើខ្លួនឯងប្រចាំថ្ងៃនេះគឺខ្ញុំនៅបន្តធ្វើវីដេអូរហូតទោះបីជាថាវីដេអូខ្ញុំខ្លះក៏មានខ្ញុំប្រាប់អ្នកគ្នាត្រង់ណាកាលពីខ្ញុំធ្វើវីដេអូដំបូងឥឡូវខ្ញុំធ្វើមកដល់ពេលនេះខ្ញុំធ្វើតាំងពីខែ10ខែ9ឆ្នាំ2024មកដល់ពេលនេះគឺខែ3ហើយអញ្ចឹងខ្ញុំធ្វើចូល7ខែចឹងវាជាងកន្លះឆ្នាំហើយពីខ្ញុំធ្វើដំបូង view របស់ខ្ញុំគឺតិចមែនតើអ្នកនរគ្នាពេលខ្លះវីដេអូខ្លះមានត្រឹមតែ10វីដេអូខ្លះមានត្រឹមតែ50មកដល់ពេលនេះមិនមែនថាវីដេអូខ្ញុំមាន view ច្រើនទេប៉ុន្តែក៏មានវីដេអូដែលអាចមានចាប់ពី100 200 view ឡើងដែរយើងអត់មានខំ100ទេទេមានតែលើស100ឡើងវីដេអូខ្លះក៏ផ្ទុះអាចលោតដល់1000ដល់ K អញ្ចឹងទៅប៉ុន្តែអ្វីដែលជា view នោះគឺខ្ញុំអត់ផ្ដោតសំខាន់ទេអ្វីដែលសំខាន់សម្រាប់ខ្ញុំគឺតកឡងទៅនឹងប្រធានបទបើសិនជាប្រធានបទខ្ញុំល្អខ្ញុំជឿជាក់ថាតិចឬច្រើនគាត់ជាមានអ្នកចាប់អារម្មណ៍ហើយនៅពេលដែលគាត់ចាប់អារម្មណ៍មើលវីដេអូយើងនឹងមួយហើយគាត់នឹងចូលមកមើលវីដេអូយើងបន្តទៀតនៅក្នុង account របស់យើងទីមួយទៀតដែលខ្ញុំចង់ប្រាប់អ្នកនរគ្នានោះគឺបន្ទាប់ពីយើងមានប្រធានបទល្អហើយពេលអ្នកនរគ្នាធ្វើវីដេអូអ្នកខ្លះកុំទៅលុបវីដេអូចាស់របស់យើងដូចអ្នកខ្លះគាត់អាចនឹងមានអារម្មណ៍ថាកាលពីមុនពេលខ្ញុំចាប់ដើមធ្វើវីដេអូខ្ញុំបានត្រឹមតែ10 view ឬក៏50 view ឯងខ្ញុំអត់ចង់ទុកវាខ្ញុំចង់លុបវាចេញរឿងនោះគឺជារឿងមួយដែលខុសអ្នកនរគ្នាគួរតែទុកវីដេអូនឹងនៅក្នុង account តើយើងធ្លាប់ធ្វើវីដេអូប៉ុណ្ណាគេយើងគួរតែទុកនៅក្នុង account យើងប៉ុណ្ណឹងយើងអត់គួរលុបចោលឬក៏យើងអត់គួរបោះបង់ចោលទេព្រោះដោយសារអ្នកនេះដឹងអត់នៅពេលដែលវីដេអូយើងមួយចាប់ផ្ដើមផ្ទុះឬក៏មានវីដេអូណាមួយដែលមានអ្នកចាប់អារម្មណ៍ច្រើនចឹងនៅពេលដែលគេចាប់អារម្មណ៍វីដេអូយើងមួយនេះគេនឹងចូលទៅក្នុង account យើងដើម្បីមើលវីដេអូយើងបន្តទៀតពីព្រោះគេប្រកាសជាជឿជាក់ថាបើវីដេអូមួយនេះអាចផ្ដល់ប្រយោជន៍ឬក៏ផ្ដល់គុណសម្បត្តិដល់គេប្រកាសជាមានវីដេអូផ្សេងៗទៀតដែលអាចផ្ដល់គុណប្រយោជន៍ដល់គេដូចគ្នាចឹងគេនឹងចូលទៅមើល account របស់យើងចឹងបើសិនជាវីដេអូរបស់យើងខាងក្រោមដែលមើលទៅវាពិតជាផ្ដល់គុណសម្បត្តិគុណប្រយោជន៍ដល់គេមែនគេនឹងចុច follow យើងហើយគេអត់មានអីត្រូវខ្លាចនឹង follow យើងទេព្រោះយើងអាចយើងបានផ្ដល់គំនិតល្អៗទៅដល់គេឬក៏យើងបានផ្ដល់អ្វីដែលល្អសម្រាប់គេបន្តមកទៀតតើតើជាមួយនឹង view វីដេអូរបស់យើងចាស់ៗដែលយើងគិតថា50ឬ10 view អ្នកនរអាចចូលទៅមើលបានវាប្រកាសជាឡើង view តិចឬច្រើនគឺវានឹងឡើងទៅតាមវីដេអូរបស់យើងធ្វើឥឡូវដែលកំពុងទទួលការពេញចិត្តឬក៏ទទួលការចាប់អារម្មណ៍ពីអ្នក audience របស់យើងដែលយើងមើលចឹងអ្វីដែលយើងត្រូវធ្វើគឺយើងអត់ចាំបាច់ត្រូវលុបវីដេអូចាស់ៗយើងទេបន្តទុកទៅវាអត់ជាបញ្ហាអីទេវាអាចជាចំណុចមួយដែលរំលឹកយើងថាកន្លែងនោះគឺជាចំណុចចាប់ដើមរបស់យើងអញ្ចឹងបើសិនជាពេលនេះយើងកំពុងដើរដល់កន្លែងមួយដែលមានអ្នកមើលច្រើនមាន view ច្រើនបើសិនជាប៉ះចំវីដេអូណាមួយ view យើងតិចជាងមុនយើងអាចទៅមើលវីដេអូចាស់បានថាអ្នកខ្ញុំចេញពីចំណុចមួយដែលសឹងតែថាអត់មានអ្នក view តិចមែនតើឥឡូវរហូតដល់ខ្ញុំមាន view នេះអញ្ចឹងធ្វើមកធ្លាក់ប៉ុណ្ណឹងវាអត់មានបញ្ហាអីសម្រាប់ខ្ញុំទេវាចំណុចមួយដែលលើកទឹកចិត្តយើងដែរអញ្ចឹងវីដេអូចាស់ៗរបស់យើងគួរតែបន្តទុកហើយប្រធានបទរបស់យើងក៏ជាចំណុចសំខាន់នៅក្នុងការផលិតវីដេអូរបស់យើងដែរយើងអត់ចាំបាច់ត្រូវទាមទារឲ្យនៅពេលដែលមាន follower ច្រើនទើបយើងសប្បាយចិត្តឬក៏ view ច្រើនទើបយើងសប្បាយចិត្តទេមានតែពីរចំណុចហ្នឹងគឺបានហើយ follower និង view នឹងមកតាមយើងតាមក្រោយ